hai lục ôm chỗ chất từ bạc mê nhở chỗ chất vay bà ha con mê vay bà ha khi nhom lên to vay mà vay bà khi nhom còn vay ta hôn mà nét mau cho chúng mua chỉ bay dịp chôn vô làm trời nên cứ bắt bong ọc ca dù bị chôn đặt tay chết chỉ chết hơn không thể giống từ tour school này không thể cầm ai miên sớm tập tiếp nè miên sớm tập tiếp chết hơn hay là không có nạp bạc chỉ chôn còn miên sớm tập tiếp chết hơn đây đã miên sớm tập tiếp còn tay cái nạ cam ca cái đó chia mua tiếp bàn bao nhiêu chết hơn mà nèពួកគេអាចរើសតែម្នាក់ហើយផ្ដល់ឱកាសឲ្យខ្ញុំឥឡូវទៅមិនហើយបើគាត់ទៅណាចង់ផ្ដល់ឱកាសឲ្យយុវជនដទៃទៀតឲ្យមានចុះបាក់គាត់មិនឲ្យឈរទៅយុរដ្ឋមន្ត្រីទៅនៅបាក់គាត់បានដែរបាក់ដែលគាត់គ្រប់ត្រូលទីហោតែភ្លើងទៀននឹងចាំបាច់ឲ្យចាស់អីលោកទាវវណ្ណុលលោកសុនឆៃធ្វើអីទៀតយុវជនដែលគាត់ថាស្អីហ្នឹងប្រកែហ្នឹងឲ្យទៅឈរទៅហើយមិនក៏មិនធ្វើបើគាត់ចង់បើកឱកាសកុំច្អល់ទៅគេផ្ដល់គេថាកុំចោតតែបញ្ហាអត់ផ្ដល់យោបល់អត់ផ្ដល់ដំណោះស្រាយឲ្យទៅហើយសម្រាប់នៅយើងណាយុវជនមានសិទ្ធិទៅបង្កើតបកធ្វើក៏បានដែរឥឡូវមានបកមកកកដែលយុវជនដឹកនាំមានបកស្អីយុវជនពេជ្រស្រស់នេះបកឆន្ទៈខ្មែរនេះកុងម៉ូនីកាបកខ្មែរតែមួយគុជលីសិតតែក្មេងៗហើយបកស្អីមកកកទៀតខ្ញុំអត់ស្គាល់បើគេមានសមត្ថភាពធ្វើទៅមានបិទច្រកមកពីណាខ្ញុំមិនឆ្លើយតបសម្រាប់ផ្ចាញ់លោកអ៊ំទេខ្ញុំឆ្លើយតបផ្ដល់នៅហេតុផលរបស់ខ្ញុំដើម្បីឲ្យលោកតាលោកយាយអ៊ំពូមីងបងប្អូនដែលមើលទាំងសងខាងមើលទាំងគាត់មើលទាំងខ្ញុំវិនិច្ឆ័យទៅចាស់ឬក្មេងមានហេតុផលជាងសម្រាប់គណៈបព្វជិជនខ្ញុំបានបង្ហាញហើយអ្វីត្បិតតែបេក្ខជនជារដ្ឋមន្ត្រីតែម្នាក់ប៉ុន្តែការរៀបចំនៅរាជរដ្ឋាភិបាលឬមួយថ្ងៃក្រោយទៀតថ្នាក់ជាតិថ្នាក់ក្រោមជាតិបានធ្វើរួចទៅហើយបើកឱកាសឲ្យយុវជនរាប់រយរាប់ពាន់នាក់រួចទៅហើយនឹងបន្តធ្វើទៅទៀតសំខាន់អ្នកដែលថាឲ្យគេមានធ្វើអត់ថាឲ្យគណៈបព្វជិជនប៉ុនមើលបាក់ខ្លួនឯងមើលចឹងមិនថាលោកអ៊ំហើយអ្នកវិភាគបែបស៊ីអារម្មណ៍អើយបើវិភាគយកតល័យកគ្រប់ជ្រុងជ្រោយដើម្បីបានលទ្ធផលល្អខ្ញុំថាប្រហែលជាគេអាចខ្ញុំបញ្ជូនសារតាមរយៈអស់លោកដើម្បីឲ្យប្រជាពលរដ្ឋបានដឹងរឿងលោកនិយាយជាសិទ្ធិរបស់លោកតែសិទ្ធិខ្ញុំដើម្បីបង្ហាញការពយល់ពីជ្រុងរបស់ខ្ញុំដើម្បីឲ្យលោកអ៊ំពូមីងបងប្អូនប្រជាពលរដ្ឋបានដឹងឲ្យគាត់ធ្វើការវិនិច្ឆ័យទៅខ្ញុំក្មេងខ្ញុំគ្មានបំណងទៅប្រឆាំងឬមួយក៏រឿងទេរាល់ថ្ងៃនេះខ្ញុំមិនដែលបានវាយពីណាមុនទេណាគេវាយខ្ញុំរហូតគេមានតែថាទុកអ៊ំកុំធ្វើបាបក្មេងឥឡូវគេមានតែប្រាប់ក្មួយកុំធ្វើបាបអ៊ំខន្តីក្មួយកុំឆ្លើយតបអ៊ំបើអ៊ំចេះតែដាក់មករហូតហើយអ៊ំអត់មានភាពខ្មាស់អៀនវាយចុះប៉ុន្តែគួរមានតល័យកផងហីកុំឲ្យក្មេងបកទៅវិញខ្មាស់ក្មេងពួកក្មេងបកទៅវិញមិនមែនចង់សំដៅទៅលើអ៊ំទេគឺបញ្ជូនសារទៅលើសំដៅទៅលើសាររបស់អ៊ំបើសាររបស់អ៊ំអត់មានហេតុផលខ្ញុំដាក់ទៅវិញបងប្អូនប្រជាពលរដ្ឋលោកតាលោកយាយមើលទៅលោកអ៊ំខ្មាស់គេនឹងហើយលោកអ៊ំជេរខ្ញុំតែក្មេងអត់មានអីទេក្មេងលពើកយកទៅដាក់ក្របលើចាស់ពេលតែខ្ញុំការកងតបជើងគូលោកអ៊ំខ្ញុំដឹងថាលោកអ៊ំមានសញ្ញាបត្រពីបារាំងលោកអ៊ំរៀនអនុបណ្ឌិតខ្ញុំបានរៀនច្រើនទេត្រឹមតែបណ្ឌិតប៉ុណ្្នឹងទេលោកអ៊ំលោកអ៊ំមានបទពិសោធន៍ការងារច្រើនត្រូវហើយព្រោះអ៊ំចាស់ជាងខ្ញុំអ៊ំដល់អាយុធ្វើការមុនខ្ញុំពេលដែលអ៊ំចេញធ្វើការខ្ញុំនៅរៀនឡើយទេតែចេញមកខ្ញុំក៏បានធ្វើការច្រើនដែរហើយខ្ញុំជំរាបអ៊ំថាតាំងពីមកស្រុកខ្មែរជាមួយលោកអ៊ំធ្វើការរីកហើយរួមបែកបាក់ខ្ទេចសម្រាប់ខ្ញុំធ្វើការងារមួយចំនួនតែវាចេះតែរីកបាទលោកអ៊ំតែប៉ុណ្ណាបាទលោកអ៊ំហើយលោកអ៊ំថាខ្ញុំក្មេងទៅគ្រប់គ្រងមនុស្សលោកអ៊ំកុំភ្លេចថាលោកអ៊ំជាកាន់សញ្ជាតិបារាំងណាហើយប្រធានាធិបតីបារាំងមកក្រុងប្អូនខ្ញុំ2ខែណា
ហើយមិនក៏មិនទៅថាឲ្យប្រធានាធិបតីរបស់លោកអ៊ំដែលជនជាតិបារាំងថាក្មេងទៅគ្របលើមេតបអីចាស់ចាស់នេះថាមកពីគេបោះឆ្នោតអត់មានរឿងថាកតាទៅអីជ្រើសតាំងអីយ៉ាងម៉េចគេធ្វើតាមនីតិវិធីផ្ទៃក្នុងការសម្រេចផ្ទៃក្នុងប៉ុន្តែវាយតម្លៃទៅលើអាយុបើវាយថាខ្ញុំក្មេងប្រធានាធិបតីលោកអ៊ំដែលអ៊ំចាន់ជាបារាំងប្អូនខ្ញុំ2 ខែវាយខ្ញុំថានិយាយតែពីអតីតកាលឲ្យតែយើងនិយាយយើងលើកពីប្រវត្តិ70ឆ្នាំប្អូនក្នុងរបាយការណ៍និយាយពី40ឆ្នាំគេថាឲ្យតែនិយាយ79ខ្ញុំគ្រាន់តែផ្ដាំទៅលោកអ៊ំមនុស្សយើងណាបើមិនចេះពិនិត្យមើលចងចាំអំពីអតីតកាលរបស់ខ្លួនចេះវាយតម្លៃបច្ចុប្បន្នកាលរបស់ខ្លួនដើម្បីជាមូលដ្ឋានដើរទៅមុខទៀតគេហៅថាមនុស្សគ្មានមូលដ្ឋានគ្មានចក្ខុវិស័យគ្មានទិសដៅច្បាស់លាស់បើមិនចេះវិភាគថាខ្លួនមកពីណាមកដល់ណាហើយត្រូវទៅណាទៀតគ្រប់ពេលនោះទេគឺម្ដងទៅលិចម្ដងទៅកើតតាមអារម្មណ៍គ្មានចក្ខុវិស័យប្រហែលចឹងហើយបានលោកអ៊ំម្ដងវាយខ្ញុំរឿងនេះម្ដងវាយប្អូនខ្ញុំម្ដងវាយឪពុកខ្ញុំព្រោះគ្មានចក្ខុវិស័យក្នុងការដឹកនាំបកបានកាន់តែថយទៅរឿងតែប៉ុណ្្នឹងព្រោះយើងមិនព្រមមើលស្អីដែលយើងបានធ្វើពីមុនត្រូវមើលអតីតកាលដើម្បីថាស្អីខ្លះដែលខ្លាំងស្អីខ្លះខ្សោយកែលម្អបច្ចុប្បន្នស្អីខ្លះដើម្បីជាមូលដ្ឋានទៅអនាគតបើយើងដើរពីក្រោយអត់ងាកក្រោយមិនដឹងទៅមុខដើរទៅណាមិនចូលដើរគិតតែត្រូវងាកទៅក្រោយខុសផ្លូវនេះសោះខ្ញុំសូមប្រាប់តែប៉ុណ្្នឹងទៅលោកអ៊ំតាក់តងតែខ្ញុំមើលអតីតកាលមនុស្សណាបើមិនចេះមើលអតីតកាលវាយតម្លៃអតីតកាលវាយតម្លៃបច្ចុប្បន្នកាលជាមូលដ្ឋានសម្រាប់ដើរទៅអនាគតគឺជាមនុស្សគ្មានចក្ខុវិស័យគ្មានទិសដៅច្បាស់លាស់និយាយតែមួយម៉ាត់ទៅលោកអ៊ំអើយធ្វើតាមអារម្មណ៍ទាំងអស់ហ្នឹងបាទធ្វើការតាមអារម្មណ៍ទៅអត់រួចទេខ្ញុំជាក្មេងជាងលោកអ៊ំខ្ញុំអត់ក្មេងទេខ្ញុំចិត្តក្បាល50ហើយតែក្មេងជាងលោកអ៊ំចេញធ្វើការងារក្រោយពីលោកអ៊ំប៉ុន្តែខ្ញុំក៏ជាមនុស្សមានហេតុផលដែរបើលោកអ៊ំវាយប្រហារខ្ញុំក៏យកហេតុផលទៅទុកវិញមិនមែនទុកជាមួយតែលោកអ៊ំគឺដើម្បីឲ្យប្រជាពលរដ្ឋដែលមើលទាំងអស់គ្នាវិនិច្ឆ័យថាតើពីណាខុសពីណាត្រូវហើយខ្ញុំមិនបានលោតទៅវាយលោកអ៊ំទេគឺលោកអ៊ំវាយខ្ញុំគ្រប់ពេលវេលាទាំងអស់ហើយទី3គឺគ្មានស្នាដៃអីទាំងអស់ខ្ញុំទទួលស្គាល់ថាខ្ញុំមកធ្វើការក្រោយគាត់និយាយត្រូវតែនិយាយខុសឥឡូវខ្ញុំនិយាយរឿងអីដែលគាត់និយាយខុសមួយគាត់និយាយខុសដោយគាត់វាយអ៊ូថាខ្ញុំធ្វើគ្មានបានធ្វើអីទាំងអស់ដើម្បីជាតិនិងប្រជាជនខ្ញុំប្រាប់ថាខ្ញុំមិនអួតថាខ្ញុំធ្វើបានច្រើនជាងអ្នកណាទេមានអ្នកធ្វើច្រើនណាស់នៅក្នុងប្រទេសរបស់យើងប៉ុន្តែបើថាខ្ញុំអត់ធ្វើអីសោះក៏វាមិនត្រូវប៉ុន្តែបើគាត់និយាយត្រូវអីនិយាយត្រូវចំណុចមួយគឺចំណុចដែលខ្ញុំខ្វះខាតគឺខ្ញុំជាទូទៅខ្ញុំធ្វើច្រើនតែខ្ញុំមិនសូវបង្ហាញចឹងបានអត់មានពីណាឃើញក៏ឡងទៅមានពូអ៊ំមួយចំនួនប្រាប់ខ្ញុំថាហេក្មួយឯងធ្វើនេះប្រាំងគូបង្ហាញទៅឲ្យគេដឹងគេអីផងនេះពូនៅលើនេះទៅការងារកងទ័ពខ្ញុំធ្វើច្រើនណាសមាគមអតីតយុវជនអីផ្សេងខ្ញុំធ្វើបានចូលរួមធ្វើច្រើននៅព្រំដែននេះកន្លែងចរចាតែខ្ញុំវាអត់សំខាន់ថាចាំបាច់ខ្ញុំប្រាប់គាត់ទៅពូចាំបាច់ទេឲ្យតែបានលទ្ធផលទៅកុំពិបាកធ្វើទៅដោយរឿងបឹងទលេសាបសម្ដេចចេញគោលនយោបាយខ្ញុំអត់នេះសម្ដេចជាការអាកាត់របស់លោកតែខ្ញុំក៏មានធៀបស្ដំដែរតនៅក្នុងសភៅរបស់គាត់ខ្ញុំអត់និយាយប្រាប់គេផងដល់ក្នុងសភៅពុកគាត់ដាក់បាត់គាត់ប្រាប់មុនបោះឆ្នោតតែខ្ញុំលើកយោបល់ជូនគាត់ពាក្យសារមួយអាដាមកើតរិទ្ធជាមួយនឹងបងកែវរតនៈហើយខ្ញុំជួបជាមួយនឹងអាបាខេតចំនួនមានការព្រួយបារម្ភថាកាលដែលយើងជួយកាត់ដំបងយើងក្របដណ្ដប់ច្រើនពេកចឹងទៅវាកាត់ខ្ញុំលើកយោបល់ជូនគាត់ពួកគាត់ប្រាប់ដាក់ក្នុងសភៅខ្ញុំទៅឃើញពីក្នុងសភៅវិញទេបានគាត់ត្រូវហើយអរគុណណាស់លោកអ៊ំមួយចំណុចដែលត្រូវនេះគឺជួយដាស់តឿនខ្ញុំថាល្មមដល់ពេលចេះប្រាប់គេថាយើងធ្វើអីខ្លះផងទៅ
បើមិនប្រាប់ប្រជាពលរដ្ឋអត់ដឹងអញ្ចឹងគេវាយប្រហារយើងថាអត់ធ្វើអីខ្ញុំវាទលាស់វាអញ្ចឹងចឹងបានកន្លងទៅនេះខ្ញុំឃើញសភៅបងឆៃសផលគាត់សរសេរមិនមែនសភៅលើកទី1ទេសភៅច្រើនគាត់សរសេរខ្ញុំសរសេរបងខ្ញុំសរសេរអីច្រើនសរសេរគាត់ជាអ្នកសរសេរប្រវត្តិពុកម៉ែគាត់សរសេរច្រើនឥឡូវគាត់សរសេរប្រវត្តិខ្ញុំទៅបើមានទៀតបងពៅសុកមានអីក៏សរសេរដែរប៉ុន្តែសភៅមួយនេះដោយសារខ្ញុំចាប់អារម្មណ៍តែមកពីយើងមិនដែលប្រាប់អញ្ចឹងឃើញសភៅនេះគាត់ស្រាវជ្រាវគាត់សរសេរនៅកិច្ចការចំនួនតូចដែលខ្ញុំធ្វើអ្វីដែលគាត់ដាក់នេះប្រហែលជា 20% ដែលខ្ញុំធ្វើទេព្រោះគាត់យកតែប្រហែលឆ្នាំតាំងពីកូវីដតាំងពីរឿងធីតាអីទេរឿងច្រើនទៀតនឹងត្រូវបញ្ចេញនៅពេលក្រោយសូមរងចាំភាពបន្តតែរឿងសភៅមួយនេះគាត់សរសេរគាត់ខិតខំខ្ញុំអរគុណបងចៃសពគាត់ខិតខំគាត់សម្ភាសពុកសម្ភាសខ្ញុំខ្លះប៉ុន្តែភាគច្រើនទៀតផ្សំខ្ញុំនឹងត្រូវបញ្ជូនព័ត៌មានមួយចំនួនដើម្បីឲ្យគាត់ជួយសរសេរតុងបានអីទុកឲ្យចៅយើងមើលពេលយើងរត្រែតទៅយើងធ្វើអីខ្លះហើយពេលដែលខ្ញុំផុសអរគុណគាត់បងឆៃសផលមានបងប្អូនមួយចំនួនសុំសភៅហើយចឹងក៏ភាសាគ្នាទៅមានតែយើងរបស់ស្អីបងបើថាជូនបងប្អូនចឹងខ្ញុំក៏ផ្សព្វផ្សាយទៅក្រុមការងាររៀបចំឲ្យទៅចឹងវាចេញរឿងមួយទៀតហើយខ្ញុំចេញហ្នឹងក៏មិនចាប់អារម្មណ៍ថាសភៅនេះក៏ចេញប៉ុន្តែខ្ញុំគិតថាមិនមែនតែសភៅនេះសភៅថ្នាក់ដឹកនាំផ្សេងទៀតក៏ចេញហើយមិនមែនក៏ជាសភៅចុងក្រោយដែរទេចឹងក៏ចេញទៅគេយកទៅអត្ថាធិប្បាយមួយទៀតថាហ៊ុនម៉ាណែតហ៊ុនម៉ាណីកំពុងតែប្រជែងប្រជាប្រិយភាពគ្នាបកកែអ្នកប្រឡត់មែន